របៀបធ្វើនំប៉ាវដើម្បីកុំឲ្យនំប៉ាវហ្នឹងមានក្លិនឆ្អេះហើយសាច់នំប៉ាវវិញឡើងទន់ល្អមានរសជាតិឆ្ងាញ់មែនទែនធានាថាធ្វើតាមវិធីរបស់ម៉ែកូនបឺតនេះនំប៉ាវរបស់យើងគឺអត់មានក្លិនឆ្អេះមើលលេងរៀនធ្វើលេងទៅក៏វាមិនអត់ប្រយោជន៍ដែរថ្ងៃណាទំនេរធ្វើឲ្យកូនហូបលេងសម្រាប់ការធ្វើនំប៉ាវតើតែយើងព្យាយាមបន្តិចមិនមែនងាយស្រួលធ្វើទេនំប៉ាវនេះគឺពិបាកធ្វើខ្លាំងមែនទែនដំបូងយើងយកទឹកជាចំនួន170មីលីលីត្រឬក៏កន្លះចានចងនេះបងឃើញនៅក្នុងវីដេអូនឹងចឹងណាហើយនឹងមេនំប៉័ងចំនួន3ស្លាបព្រាកាហ្វេស្ករសចំនួន3ស្លាបព្រាកាហ្វេនេះគឺជាកញ្ចប់មេនំប៉័ងក្រោយពីយើងដាក់ស្ករសមេនំប៉័ងចូលរួចរាល់ហើយយើងចាប់ផ្ដើមវាយឲ្យរលាយស្ករហើយយើងយកស្កុតយកមករុំទុករយៈពេល20នាទី20នាទីក្រោយមេនំប៉័ងរបស់យើងគឺឡើងល្អបែបនេះបើសិនជាទុកគ្រប់20នាទីហើយមេនំប៉័ងរបស់យើងមិនឡើងទេមានន័យថាមេនំប៉័ងរបស់យើងខូចហើយមិនបាច់ធ្វើនំប៉ាវទេក៏វាមិនឡើងដែរបន្តមកទៀតយើងយកម្សៅមីចំនួន780ក្រាមស្ករសចំនួន2ស្លាបព្រាអំបិលបន្តិចមក baking powder នេះដាក់ចំនួន3ស្លាបព្រាកាហ្វេរួចហើយយើងកូរគ្រឿងផ្សំនឹងឲ្យចូលគ្នាបន្តិចបន្ទាប់មកយើងយកខ្លាញ់យកម្ចាក់ចូលចំនួន2ស្លាបព្រាយកទឹកមេនំប៉័ងយកមកដាក់ចូលទឹកមេនំប៉័ងដែលយើងដាក់តាំងពីដំបូងគេអ្នកនរគ្នារួចហើយយើងចាប់ផ្ដើមកូរគ្រឿងផ្សំនឹងឲ្យចូលគ្នាបន្តិចតែប៉ុណ្ណឹងយើងអាចកាច់កម្សៅបានហើយបើសិនជាបងអ្នកគ្នាមានម៉ាស៊ីនវាយប្រើម៉ាស៊ីនវាយវាលឿនជាងតែបើថាយើងប្រើដៃកាច់កបែបនេះគឺយើងចំណាយពេលយូរអ្នកនរគ្នាហើយយើងប្រើកម្លាំងរាងខ្លាំងនៅពេលដែលកាច់កម្សៅនំប៉័ងនេះគឺយើងប្រើកម្លាំងខ្លាំងមែនទែនមើលតែម៉ែកូនបឺតធ្វើនៅក្នុងវីដេអូហ្នឹងដឹងហើយប្រើកម្លាំងអស់លីងមករយៈពេលដែលយើងកាច់កម្សៅនំប៉័ងនេះប្រើរយៈពេល40នាទីក្រោយពីយើងកាច់កម្សៅបានចូលគ្នាល្អហើយយើងផ្ដុំវាបែបនេះដាក់នៅក្នុងចានកន្ធនឹងវិញយើងយកថង់ផ្លាស្ទិកយកមករុំឲ្យជិតអ្នកនរគ្នាកុំឲ្យមានខ្យល់ចូលឲ្យសោះទុករយៈពេល1ម៉ោងកន្លះទៅ2ម៉ោងបាន2ម៉ោងក៏ល្អដែរបងចាំសាច់ម្សៅនំប៉័ងរបស់យើងឡើងយើងមកធ្វើស្នូលវិញម្ដងស្នូលរបស់ម៉ែកូនបឺតថ្ងៃនេះមានការ៉ុតមានខ្ទឹមបារាំងមានជាមួយនឹងផ្សិតក្រៀមស្លឹកជាកដុលខ្ទឹមសស្លឹកខ្ទឹមហើយសាច់ជ្រូកច្រាមដាក់ជាមួយនឹងបែកគក់យើងក៏ច្រាមវារៀងតូចអញ្ចឹងមកអ្នកនរគ្នាឲ្យពងទាយើងប្រើជាមួយនឹងពងទាសាបក៏បានប្រើជាមួយនឹងពងទាប្រៃក៏បានស្រេចតែបងចូលចិត្តមួយយើងពុះវាជា4អញ្ចឹងមកគ្រឿងផ្សំសម្រាប់ធ្វើស្នូលនំប៉័ងរបស់យើងគឺមានតែប៉ុណ្ណឹងហើយសម្រាប់ស្នូលនំប៉័ងបងចូលចិត្តប្រភេទណាដាក់ប្រភេទហ្នឹងទៅហើយសម្រាប់បងចង់បានទឹកប្រហុកអាចឆាតមកកំងបាននៅក្នុងពេកឥឡូវយើងចាប់ផ្ដើមលាយស្នូលនំប៉័ងទាំងអស់គ្នាសម្រាប់ស្នូលនំប៉័ងយើងលាយហើយបើយើងអាចយកទៅឆាបានអ្នកទាំងអស់គ្នាយើងដាក់គ្រឿងផ្សំដែលយើងបានរៀបរាប់មិញហ្នឹងមានការ៉ុតមានខ្ទឹមបារាំងមានផ្សិតក្រៀមមានស្លឹកជីកដុយយើងដាក់ចូលមករួចហើយយើងដាក់ថែមជាមួយនឹងស្ករសដាក់ជាមួយនឹងអំបិលបន្តិចមកដាក់ជាមួយនឹងប៊ីចេងដាក់ជាមួយនឹងម្សៅស៊ុបខ្នុរអាមេរិកក៏យើងដាក់ដែរអ្នកទាំងអស់គ្នាដាក់អាមេរិកចូលដាក់កាន់តែច្រើនណាកាន់តែឆ្ងាញ់ដាក់ទឹកត្រីចូលបន្តិចទៅដាក់ជាមួយនឹងទឹកស៊ីអ៊ីវចុងក្រោយយើងដាក់ជាមួយនឹងខ្លាញ់យើងដាក់ប្រហែលជាមួយស្លាបព្រាបាយទៅអ្នកទាំងអស់គ្នាហើយយើងចាប់ដើមច្បល់គ្រឿងនឹងឲ្យចូលគ្នាបន្តិចចាំយើងដាក់ជាមួយនឹងទឹកប្រេងខ្យងចូលចុងក្រោយគេបងអស់រួចហើយយើងចាប់ដើមច្បល់គ្រឿងផ្សំទាំងអស់ហ្នឹងឲ្យចូលគ្នាល្អហើយយើងចាប់ដើមដាក់ជាមួយនឹងស្លឹកខ្ទឹមហើយនឹងមើមខ្ទឹមសរបស់យើងចូលបន្ទាប់ពីយើងច្បល់ស្លឹកខ្ទឹមមើមខ្ទឹមសចូលគ្នាល្អជាមួយនឹងសាច់ហើយចុងក្រោយគេបងអស់យើងដាក់ជាមួយនឹងម្សៅឆាចូលម្សៅឆានេះយើងប្រើចំនួន2ស្លាបព្រាបាយរួចហើយយើងដាក់ទឹកចូលបន្តិចយើងកូរម្សៅឆាឲ្យរលាយជាមួយទឹកបន្ទាប់មកទៀតយើងយកទៅចាក់ចូលនៅក្នុងគ្រឿងផ្សំរបស់យើងរួចហើយយើងចាប់ផ្ដើមកូរម្សៅឆានឹងឲ្យចូលគ្នាជាមួយនឹងគ្រឿងផ្សំយើងផ្អាប់ទុករយៈពេលប្រហែលជា2ទៅ3នាទីអ្នកនរគ្នាចាំយើងយកវាទៅដាក់ឆានៅក្នុងខ្ទះរបស់យើងតាមក្រោយហើយពេលឆាហ្នឹងគឺយើងអត់បានប្រើខ្លាញ់ទេគឺយើងចាក់ចូលឲ្យឆាយកតែម្ដងយើងឆាសាច់រហូតតតែឆ្អិនណាមិនមែនឆាខណៈឡំទេណាអ្នកគ្នាឆាតតែសាច់នឹងឆ្អិនតែម្ដងប៉ុណ្ណឹងឯងរួចរាល់ហើយសម្រាប់ស្នូលនំប៉័ងរបស់យើងថ្ងៃនេះតំណងអត់អ្នកគ្នាស្នូលនំប៉័ងរបស់ម៉ែកូនបឺតឆ្ងាញ់ណាអ្នកទាំងអស់គ្នាឥឡូវយើងក៏លេចមកមើលសាច់ម្សៅនំប៉័ងរបស់យើងវិញម្ដងក្រោយបន្ទុកបានរយៈពេល1ម៉ោងកន្លះទុក2ម៉ោងក៏បានដែរអ្នកទាំងអស់គ្នាដល់ពេលយើងច្របាច់ទៅគឺវាទន់បែបនេះអាហ្នឹងគឺវាឡើងល្អហើយអ្នកគ្នាអាចយកមកកាត់ធ្វើនំប៉័ងបានហើយម៉ែកូនបឺតសុំប្រើតុកសម្រាប់កាត់ម្សៅធ្វើនំប៉័ងហើយអ្នកគ្នាដោយសារយើងធ្វើបែបលក្ខណៈគ្រួសារបែបនេះអត់មានឧបករណ៍ឲ្យគ្រប់គ្រាន់សម្រាប់ធ្វើទេបើសិនជាអ្នកទាំងអស់គ្នាចង់បានសាច់នំប៉័ងធំកាត់វាធំចង់បានតូចកាត់វាតូចមិនបាច់ថ្លឹងមិនបាច់អីយើងធ្វើហូបបែបលក្ខណៈគ្រួសារតែបើថាបងធ្វើលក់យើងកាត់កង់បែបនេះយកទៅដាក់ថ្លឹងដើម្បីឲ្យសាច់នំប៉័ងរបស់យើងនៅពេលដែលយើងយកទៅចំហុយទៅវាឡើងមកប៉ិនគ្នាល្អក្រោយពីយើងកាត់សាច់ម្សៅនំប៉័ងរបស់យើងបានតាមបរិមាណដែលយើងចង់បានទំហំដែលយើងចង់បានហើយយើងលុញវាមូលបែបនេះអ្នកនរគ្នាក្រោយពីយើងលុញវាបានមូលបែបនេះហើយយើងយកវាទៅផ្អាប់ទុក
ករយៈពេល15នាទីទៀតសម្រាប់វិធីធ្វើនំប៉ាវរៀងសាំញ៉ាំអីវែងទីយាយអ្នកនរគ្នាតែបើថាយើងធ្វើរៀងកាត់ធ្វើរៀងបញ្ញានំប៉ាវរបស់យើងគឺចាញ់មកដឹងតែឆ្អេះហូបមិនកើតហ្មងធ្វើតាមវិធីរបស់ម៉ែកូនបឺណាធានាថានំប៉ាវរបស់យើងគឺអត់ឆ្អេះទេអ្នកនរគ្នាព្រោះថាយើងធ្វើតាមដំណាក់កាលរបស់វាត្រឹមត្រូវក្រោយពីយើងផ្អាប់ទុករយៈពេល15នាទីឥឡូវចូលដល់វិធីធ្វើនំប៉ាវពេញលក្ខណៈហើយអ្នកនរគ្នាយើងយកជ្រុញមួយមកហើយបណ្ដាប់រុញហ្នឹងអាចចាំបាច់រកអីឆ្ងាយទេហ៊ានដើមឫស្សីអាណាមូលងាប់ហ្នឹងកាត់មួយមកបើមិនអញ្ចឹងទេយកដង្រែបុកគ្រឿងយើងក៏បានដែរយកមករុញក៏បានដែរយើងរុញវាថ្នមសកត់វាថ្នមហាមសកត់ខ្លាំងណាអ្នកនរគ្នាធ្វើថ្នមរួចហើយយើងចាប់ដើមដួសស្នូលដាក់មកយើងចាប់ដើមចាប់ជីបសម្រាប់ម៉ែកូនបឺអត់ទាន់ចាប់ជីបនំប៉ាវបានស្អាតទេដោយសារយើងមិនបានធ្វើប្រចាំណាអ្នកនរគ្នាបើយើងធ្វើប្រចាំរាល់ថ្ងៃតោះហ្នឹងយើងចាប់ជីបបានស្អាតហើយម៉ែកូនបឺគឺចាប់ជីបបានតែប៉ុណ្្នឹងឯងសម្រាប់ការសកត់សាច់ម្សៅកុំសកត់ខ្លាំងពេកសកត់វាថ្នមអ្នកនរគ្នារួចហើយយើងចាប់ដើមច្របាច់វាខាងបែបនេះយកមេដៃរបស់យើងច្របាច់វាខាងមកចាំយើងដួសស្នូលរបស់យើងណារួចហើយយើងចាប់ដើមចាប់ជីបមកអ្នកនរគ្នាតែប៉ុណ្្នឹងឯងអ្នកនរគ្នាឃើញទេពិធីធ្វើរៀងសាំញ៉ាំរៀងវែងឆ្ងាយរៀងពិបាកបន្តិចតែបើថាយើងចេះធ្វើអត់មានអីពិបាកប្រហែលទេមានពុកម៉ែបងប្អូនមើលដល់ចំណុចនេះអត់សម្រាប់បងណាមើលដល់ចំណុចនេះមិនយល់ត្រង់ចំណុចណាមើលមិនទាន់ត្រង់ចំណុចណាបងឲ្យខមមិននៅខាងក្រោមវីដេអូនេះបានណាខ្ញុំនឹងឆ្លើយតបគ្រប់សំណួររបស់បងទាំងអស់គ្នាតែម្ដងបងណាមើលដល់ចំណុចនេះគឺសំខាន់ជាទីបំផុតសម្រាប់ការចំហុយនំប៉ាវសម្រាប់ការចំហុយនំប៉ាវបើសិនជាយើងមិនចេះចំហុយនំប៉ាវរបស់យើងគឺដឹងតែឆ្អេះតែម្ដងអ្នកទាំងអស់គ្នាដំបូងយើងដាក់ដាំទឹកឲ្យពុះមកយកនំប៉ាវរបស់យើងយកមកដាក់ពីលើទឹកដែលកំពុងពុះហ្នឹងណាហើយយើងលើកចេញពីភ្លើងទាំងឆ្នាំងទាំងទឹកទាំងអស់តែម្ដងយកទៅផ្អាប់ទុករយៈពេល15នាទីយើងផ្អាប់ទុកគ្រប់រយៈពេល15នាទីហើយចាំយើងយកនំប៉ាវរបស់យើងយកមកដាក់ចំហុយរយៈពេល35នាទីទៅ40នាទីមកនំប៉ាវរបស់យើងគឺឆ្អិនហើយអ្នកទាំងអស់គ្នាបើជាយើងប្រើមេនំប៉ាំងល្អប្រើមេនំប៉ាវល្អយ៉ាងម៉េចក៏ដោយបើសិនជាយើងចំហុយនំប៉ាវមិនត្រូវនឹងក្បួនរបស់វាទេនំប៉ាវរបស់យើងគឺដឹងតែរៀងឆ្អែតបន្តិចហ្មងជាពិសេសគឺសាច់នំប៉ាវរបស់យើងរៀងរឹងហើយវាអត់ឡើងល្អទេអ្នកទាំងអស់គ្នាបើយើងចំហុយមិនត្រូវក្បួនរបស់វាបងអ្នកធ្លាប់ទិញនំប៉ាវគេហូបដឹងហើយនំប៉ាវខ្លះឆ្អែតនំប៉ាវខ្លះមិនឆ្អែតសម្រាប់នំប៉ាវណាដែលឆ្អែតគឺប្រើមេថោកមេដែលមានក្លិនឆ្អែតហើយចំហុយមិនត្រូវនឹងក្បួនខ្នាតរបស់នំប៉ាវបើយើងធ្វើមិនត្រូវតាមក្បួនខ្នាតរបស់វាក៏ឆ្អែតដូចគ្នានំប៉ាវគឺដឹងតែហូបមិនកើតតែម្ដងតែបើថាធ្វើតាមវិធីរបស់ម៉ែកូនបឺរៀងវែងបន្តិចរៀងសាំញ៉ាំបន្តិចមែនប៉ុន្តែយើងធ្វើតាមលក្ខណៈក្បួនខ្នាតរបស់នំប៉ាវទាំងអស់តែម្ដងនិយាយពីថាសាច់នំប៉ាវវិញឡើងទន់ល្មើយហើយមានរសជាតិឆ្ងាញ់មែនតើអ្នកនរគ្នានេះបើសិនជាម៉ែកូនបឺធ្វើធំឡងក៏អូកប៉ិនណាណៃដោយវីដេអូមុនដែលម៉ែកូនបឺធ្វើឲ្យមើលអញ្ចឹងណាអ្នកនរគ្នាអានេះម៉ែកូនបឺធ្វើបែបលក្ខណៈទូយកទៅចែកក្មេងៗហូបម្ដងបងទាំងអស់គ្នាឃើញសាច់នំប៉ាវរបស់យើងគឺឡើងទន់ល្មើយតែម្ដងណាអ្នកនរគ្នាចំហុយទុកយូរមិនក៏នៅតែទន់ដែរអ្នកនរគ្នាឃើញទេដូចបងឃើញនៅក្នុងវីដេអូនឹងអញ្ចឹងហើយនិយាយពីថារសជាតិវិញឆ្ងាញ់មែនតើហេវបាយមកឃើញឃ្លានមកឡើងទន់ល្មើយអ្នកនរគ្នាឃើញសាច់នំប៉ាវរបស់យើងឃើញទេឡើងល្អទន់ល្មើយមែនតើអ្នកទាំងអស់គ្នាលក់ម៉េះជាតិណាឆ្ងាញ់ណាមិនវិញញ៉ាំអត់ឆ្អែទេរឿងឆ្អែគឺធានាជូរអត់ឆ្អែទេរសជាតិឆ្ងាញ់មែនតើបងអាចធ្វើលក់បានតែអន់រឿងមួយយ៉ាងជីបអត់ស្អាតយើងមិនមែនអ្នកធ្វើអាជីពទេតែបងអាចរៀនធ្វើតាមម៉ែកូនបឺបានឃើញទេសាច់នំគឺលំទន់ល្មើយចឹងមកឆ្ងាញ់ណាស់ញ៉ាំជាតិមកអ្នកទាំងអស់គ្នាឃើញនេះឃើញទេណាគ្នាសាច់នំឡើងលំទន់ល្មើយចឹងណារសជាតិឆ្ងាញ់ណាស់កំតាន់ហើយយ៉ាងណាច្បាស់នឹងទុកយកចែកឃើញនេះទន់ល្មើយចាំទៀតមើលអាណាទៀតមើលនេះយកទៀតនេះឃើញទេសាច់នំប៉ាវរបស់យើងគឺឡើងទន់ល្មើយចឹងមក